Rừng a cùng Maha Sầm Cang sơ vật cừu phía bên trong. Sạch rừng ní dương chắp đámในใจบรรทอពីភាពមួយមកទៀតបន្ទាប់ពីលោកគ្រូគុយបានមកក្រាបសិស្សក្បត់របស់គាត់ហើយចាប់តាំងពីថ្ងៃនោះមកលោកគ្រូគុយគាត់ហាក់ដូចជាមានវិបដិសារីយ៉ាងខ្លាំងមូលហេតុនោះដោយសារតែគាត់បានគិតថាគាត់មានកំហុសបានបង្ហាត់បង្រៀនមន្តអាគមទៅកាន់សិស្សក្បត់ធ្វើឲ្យគេធ្វើបាបទៅដល់អ្នកភូមិឲ្យមានគ្រោះមានភ័យក៏ប៉ុន្តែគាត់នៅតែបន្តការព្យាបាលទៅដល់អ្នកស្រុកភូមិរបស់គាត់ឲ្យតែអ្នកមានជំងឺឬក៏អ្នកមានទុក្ខដោយសារតែត្រូវអំពើអំព័ន្ធរបស់លោកគ្រូមកពីខេត្តផ្សេងក៏ដោយក៏គាត់នេះជួយព្យាបាលទៅដល់គេរហូតដល់ជាសះស្បើយដែរតែមួយរយៈនេះគាត់រស់នៅហាក់ដូចជាលាក់ខ្លួនយ៉ាងខ្លាំងគាត់មិនចង់ប្រតិប្រស្រ័យជាមួយនឹងអ្នកជិតខាងផ្សេងនោះទេអ្នកភូមិនិងប្អូនប្រុសរបស់គាត់ចេះតែចូលទៅផ្ទះរបស់គាត់ដើម្បីនិយាយពន្យល់សាច់រឿងគ្រប់យ៉ាងឲ្យគាត់បានដឹងកំហុសទាំងអស់នោះគឺកើតឡើងដោយសារតែអ្នកភូមិនិងប្អូនប្រុសរបស់គាត់បង្ខិតបង្ខំឲ្យលោកគ្រូបង្ហាត់បង្រៀនមន្តអាគមទៅកាន់និខៀវតែទោះជាយ៉ាងណាក៏ដោយថ្មីត្បិតតែអ្នកភូមិគេមិនប្រកាន់ទោសទៅដល់គាត់តែចរិតរបស់លោកគ្រូគុយនេះមើលទៅពិបាកនិយាយខ្លាំងណាស់យ៉ាងណាក៏គាត់នៅតែបន្ទោសខ្លួនរបស់គាត់ផងដែររយៈពេលជាច្រើនខែក៏បានកន្លងផុតទៅនៅក្នុងភូមិស្រាប់តែកើតមានរឿងចម្លែកអ្នកភូមិចេះតែបាត់សត្វគោក្របីរបស់គាត់ដោយពពួកក្រុមចោរចេះតែមកលួចយកគោក្របីទាំងអស់នោះរឿងរ៉ាវមួយនេះពិតជាចម្លែកណាស់ដោយសារតែពពួកចោរនោះវាមិនបានមកលួចទ្រព្យសម្បត្តិអ្វីក្រៅពីសត្វគោក្របីនោះទេអ្នកភូមិគេក៏ធ្លាប់តាមដានដែរក៏ប៉ុន្តែពួកគេហាក់ដូចជាចាប់ក្រុមចោរនេះមិនបានមើលទៅដូចមានអំណាចនៃវិជាងងឹតអ្វីមកបិទបាំងពួកគេធ្វើឲ្យអ្នកភូមិតាមគេមិនទាន់សោះរឿងរ៉ាវបាត់គោក្របីមួយយប់មួយក្បាលឬក៏ពីរក្បាលនេះក៏ចាប់ផ្ដើមជាវិធានបទមួយដែលក្តៅកគុកនៅក្នុងភូមិទៅត្រង់ណាក៏បានឮអ្នកភូមិនិយាយពីរឿងបាត់សត្វគោក្របីនេះដែរមិនត្រឹមតែអ្នកភូមិនៅក្នុងស្រុកភូមិនេះទេសូម្បីតែអ្នកមានភូមិដែលជិតតំបន់នេះពួកគេក៏បាត់សត្វគោក្របីដូចគ្នាដែរតើរឿងបាត់សត្វគោក្របីនេះកើតឡើងដោយសារតែអ្នកណាឲ្យពិតប្រាកដទៅដូចជាធម្មតាបើសិនជាពួកចោរចេញមកលួចគោក្របីពួកវាតែងតែលួចចេញពីភូមិនេះយកទៅលក់តំបន់នោះលួចពីតំបន់នោះយកមកលក់តំបន់នេះក៏ប៉ុន្តែរឿងរ៉ាវមួយនេះវាពិតជាចម្លែកដោយសារតែអ្នកភូមិគ្រប់តំបន់គឺពួកគេបាត់គោក្របីទាំងអស់គ្នាហើយក៏មិនធ្លាប់លេចថាមានអ្នកភូមិយកសត្វគោក្របីទៅលក់នៅឯតំបន់ណាផងដែរដូច្នេះហើយទើបគេពិបាកស៊ើបការចាប់ខ្លួនចោរទាំងអស់នេះនៅក្នុងថ្ងៃមួយពូចានក៏បានធ្វើដំណើរសម្ដៅទៅផ្ទះរបស់តាគឿនដើម្បីពិភាក្សារឿងរ៉ាវទាំងអស់នេះបន្ទាប់ពីទៅដល់ស្រាប់តែបានឃើញតាគឿនកំពុងតែអង្គុយក្រោមដើមឆាត់រួតដ៏ត្រឈឹងត្រឈៃរបស់គាត់តាគឿនបន្ទាប់ពីឃើញពូចានធ្វើដំណើរសម្ដៅទៅផ្ទះគាត់ក៏បាននិយាយប្រាប់ទៅកាន់កូនស្រីគាត់ថានៅសៅកូនយកពេញតែមួយទៀតមកលោកពូរបស់ឯងគេបានមកដល់ផ្ទះជើងហើយក្រោយមកនាងសាវក៏បានយកពេញតែមួយទៀតយកមកដាក់ឲ្យលោកពូរបស់គេ
ពេលនោះតាគឿនគាត់ក៏បានសួរទៅកាន់ពូចានថាណែចានដើរដូចជាមានទឹកមុខក្រៀមក្រំម្លេះតើឯងមានរឿងអ្វីមែនឬទេពូចានគាត់ក៏បានឆ្លើយតបថាបាទលោកតារឿងនេះមិនមែនជារឿងរបស់ខ្ញុំនោះទេក៏ប៉ុន្តែមួយរយៈនេះក្នុងភូមិចេះតែបាត់សត្វគោក្របីជាបន្តបន្ទាប់ខ្ញុំព្រួយណាស់ថ្ងៃណាមួយប្រកាសជាប៉ះចំគោក្របីរបស់ខ្ញុំពិតជាមិនខាននោះឡើយណែតាចៅទាំងអស់នេះវាលាក់ខ្លួននៅទីកន្លែងណាទៅម្ដេចក៏ពួកយើងមិនអាចតាមស៊ើបការដឹងពីទីកន្លែងរបស់វាអញ្ចឹងតាគឿនគាត់ក៏បានឆ្លើយតបថារឿងហ្នឹងខ្ញុំក៏មិនដឹងដែរចៅទាំងអស់នេះហាក់ដូចជាមានភាពអាត់កំបាំងខ្លាំងណាស់មូលហេតុដែលយើងស៊ើបការយកពីពួកវាមិនបាននោះដោយសារតែពួកចៅលួចគោក្របីទៅមិនបានលេចលើថាវាយកទៅលក់នៅឯតំបន់ណានោះទេគោក្របីដែលបានលួចទៅគឺចេះតែបាត់តែម្ដងពេលនោះពូចានគាត់ក៏បាននិយាយឡើងណែលោកតាហើយសួយពួកចៅទាំងអស់នេះវាលួចគោក្របីយកទៅស៊ីតែមិនដឹងតាគឿនគាត់ក៏បានឆ្លើយតបថាអើយចាណោយមានអាណាទៅស៊ីគោក្របីមួយថ្ងៃ2ក្បាល3ក្បាលអស់នោះទេគោក្របីមិនមែនបាត់តែភូមិជើងណាសូម្បីតែភូមិផ្សេងទៀតក៏ពួកគេបាត់ដូចតែគ្នានឹងតែចៅនោះប៉ុន្មានអ្នកអីក៏ស៊ីគោក្របីមួយថ្ងៃ2 3ក្បាលណោះខ្ញុំគិតថារឿងរ៉ាវបាត់គោក្របីនេះប្រហែលជាមានរឿងហេតុផ្សេងនៅពីខាងក្រោយខ្នងហើយនៅក្នុងពេលនោះពូចានគាត់ក៏បាននិយាយឡើងលោកតាខ្ញុំបានឮអ្នកភូមិគេនិយាយតគ្នាថាមុននឹងចៅនោះវាមកចូលលួចនៅក្នុងផ្ទះសម្បែងវាតែងតែបន្លំខ្លួនធ្វើជាអ្នកទិញគោក្របីដើររកមកស៊ើបផ្ទះណាមានសត្វគោក្របីយប់នេះពួកវានឹងចាប់ផ្ដើមប្រតិបត្តិការដូច្នេះមួយរយៈនេះអ្នកភូមិរបស់យើងប្រយ័ត្នចំពោះអ្នកដំណើរមកពីចម្ងាយណាស់ពួកគេព្រួយបារម្ភថាក្រែងលោអ្នកទាំងអស់គ្នានោះមកបន្លំខ្លួនតែនៅក្នុងពេលនោះតាគឿនគាត់ក៏បាននិយាយឡើងអើយវាពិបាកដែររឿងហ្នឹងយើងមិនចេះតែសន្និដ្ឋានផ្ដេសផ្ដាស់នោះទេពេលខ្លះក៏មានមនុស្សល្អគ្នាធ្វើដំណើរមកពីឆ្ងាយមែនទែនក៏ប៉ុន្តែពេលខ្លះក៏មានពពួកបន្លំខ្លួនយើងពិបាកស្មានខ្លាំងណាស់តែយើងធ្វើមិនដេចនឹងមើលដឹងថាពួកគេគឺជាមនុស្សល្អឬក៏ជាមនុស្សអាក្រក់ទៅពេលនោះពូចានគាត់ក៏បានឆ្លើយតបថាណែchẳngបាច់ចឹងមកក៏ដោយខ្ញុំមិនអោយអ្នកក្រៅមកស្នាក់នៅឬក៏សម្រាប់នៅក្បែរផ្ទះខ្ញុំនោះទេបើសិនជាមានបងប្អូនណាឲ្យអ្នកក្រៅមកសម្រាប់ខ្ញុំនឹងរាយការណ៍រឿងនេះទៅដល់លោកមេភូមិភ្លាមព្រោះឥឡូវនេះមិនចេះតែអាចទុកចិត្តទៅលើអ្នកក្រៅបាននោះទេស្រុកភូមិកំពុងតែចលាចលដូច្នេះត្រូវតែមានការប្រុងប្រយ័ត្នបន្តិចតាគឿនបន្ទាប់ពីឮសម្ដីរបស់ពូចានបាននិយាយគាត់ក៏បានឆ្លើយតបមកថាបងអូនចានមានការប្រុងប្រយ័ត្នខ្លះក៏វាល្អដែរក៏ប៉ុន្តែកុំហួសហេតុពេកធម្មតាអ្នកមកពីចម្ងាយស្រុកភូមិជើងនេះតែតែមានអ្នករកស៊ីមកពីតំបន់ផ្សេងគ្នាមកពឹងពាក់អាស្រ័យទៅដល់ពួកជើងបើយើងប្រកែកដាច់អហង្ការពេកនោះវាក៏មិនល្អដែរកុំឲ្យគេរិះគន់ភូមិស្រុករបស់ជើងនេះគឺជាមនុស្សចិត្តមិនបានក្រោយមកពូចានជាមួយនឹងតាគឿនបានពិភាក្សារឿងនេះជាមួយនឹងគ្នាអស់រយៈពេលមួយសន្ទុះធំដល់ថ្ងៃត្រង់បន្តិចទើបអ្នកទាំងពីរបែកផ្លូវគ្នាដោយពូចានទៅដឹកគោក្របីរបស់គាត់ឲ្យផឹកទឹកនិងយកវាទៅជ្រកម្លប់ចំណែកឯតាគឿនគាត់ក៏ដូចគ្នាផងដែរចាប់តាំងពីថ្ងៃនោះមកក្នុងភូមិចាប់ផ្ដើមរើសអើងចំពោះអ្នកក្រៅដែលធ្វើដំណើរមកពីចម្ងាយកបជួនអីនៅក្នុងថ្ងៃមួយមានអ្នកកំឡោះម្នាក់បានធ្វើដំណើរចូលមកដល់ក្នុងភូមិនេះអ្នកកំឡោះម្នាក់នោះគាត់មានឈ្មោះថានាងមករាបានស្ពីសម្ភារៈសំពីងសំពងនោះគឺជាហូបផាមួងតាមមើលទៅ
គាត់ប្រហែលជាអ្នកលក់ហូបផាមួងដែលធ្វើដំណើរមកពីស្រុកឆ្ងាយហើយចូលមកដល់ភូមិនេះគឺក្បាលប្រលប់គាត់បានដើរសុំផ្ទះសម្បែងរបស់អ្នកភូមិនៅតំបន់នេះដើម្បីស្នាក់អាស្រ័យឲ្យបានមួយយប់ដែរក៏ប៉ុន្តែដូចជាយើងបានដឹងស្រាប់ហើយនៅក្នុងភូមិកំពុងតែមានការរើសអើងចំពោះអ្នកធ្វើដំណើរមកពីខាងក្រៅអ្នកភូមិតាំងពីចុងភូមិរហូតដល់ដើមភូមិគ្មានអ្នកណាគេអនុគ្រោះឲ្យនាយមករានេះសម្រាប់នៅក្នុងផ្ទះគេនោះទេដោយអស់រយៈពេលមួយសន្ទុះធំទៀតមករាក៏បានឈានមកដល់ផ្ទះរបស់តាគឿនបានឃើញកូនផ្ទះតូចមួយប្រក់ស្បូវក្តបនៅពីខាងមុខផ្ទះមានកូនក្រែមួយនៅក្រោមដើមឆាត់រួនពេលនោះមករាក៏បានធ្វើដំណើរសម្ដៅទៅរកលោកតាដែលកំពុងតែពពួកភ្នក់គោមករាលើកដៃសំពះរួចនិយាយឡើងថាអត់ទោះលោកតាខ្ញុំជាអ្នកធ្វើដំណើរមកពីចម្ងាយខ្ញុំជាអ្នកលក់ហូបផាមួងឥឡូវនេះជប់ហើយខ្ញុំចង់សុំផ្ទះរបស់លោកតាសម្រាប់មកយប់បានដែរឬទេតាគឿនបានសម្លឹងទៅកាន់មុខអ្នកកំឡោះនោះក្រោយមកគាត់ក៏បាននិយាយឡើងថាយេអ្នកកំឡោះឯងធ្វើដំណើរមកពីណាដែរមួយរយៈនេះក្នុងភូមិគេកំពុងតែដេញចាប់ចោលហេតុអ្វីក៏ឯងធ្វើដំណើរមកដល់ទីនេះទាំងក្បាលប្រលប់ដូចនេះមករាក៏បានឆ្លើយតបថាលោកតាខ្ញុំមិនបានដឹងថាក្នុងភូមិនេះកំពុងតែមានរឿងមានរ៉ាវនោះទេឥឡូវនេះខ្ញុំបានចូលមកដល់ភូមិនេះហើយសុំផ្ទះសម្បែងអ្នកណាក៏គេមិនឲ្យសម្រាមើលទៅដោយសារតែមូលហេតុពពួកចៅមកលួចគោក្របីបន្លំខ្លួននឹងហើយទើបអ្នកភូមិមិនឲ្យខ្ញុំសម្រាកសោះតែឥឡូវនេះសូមលោកតាអនុគ្រោះឲ្យខ្ញុំមួយយប់មកខ្ញុំគ្មានកន្លែងសម្រាកនោះទេក្រោយមកតាគឿនគាត់ក៏បានចិត្តមិនដាច់ជាមួយនឹងអ្នកកំឡោះម្នាក់នេះមើលទៅមុខមាត់ស្អាតបាតហើយការនិយាយសម្ដីសម្ដៅនោះក៏ដឹងចាស់ដឹងទុំមើលទៅប្រហែលជាគេគឺជាមនុស្សល្អដែលធ្វើដំណើរមកពីភូមិឆ្ងាយពិតប្រាកដមែនហើយដោយសារតែចិត្តអាណិតអាសូរតាគឿនគាត់ក៏បាននិយាយឡើងថាចៅប្រុសបើអញ្ចឹងឯងសម្រាប់នៅក្នុងផ្ទះតាទៅក៏ប៉ុន្តែផ្ទះខ្ញុំក្រខ្សត់ខ្លាំងណាស់ដោយសារតែខ្ញុំបួសធ្វើជាព្រះសង្ឃតាំងពីក្មេងផ្ទះស្បូវមួយខ្នងមើលទៅវាមិនទំនងសម្រាប់នោះទេមករាគេក៏បាននិយាយឡើងថាមិនអីទេលោកតាខ្ញុំមិនហ៊ានរំខាននោះទេខ្ញុំសូមត្រឹមតែសម្រាប់នៅក្រែខាងមុខផ្ទះនេះក៏បានដែរខ្ញុំមិនទៅរំខានធំដុំអ្វីដល់លោកតានោះទេលោកតាក៏បានឆ្លើយតបថាធ្វើយ៉ាងនេះដូចជាមិនសមទេចៅចូលទៅសម្រាប់ផ្ទះសម្បែងទៅមួយរយៈនេះគេកំពុងតែដេញចាប់ចោលផងក្រែងលោកគេភ័ន្តច្រឡំតែពេលនោះនៃមករាគេក៏បានឆ្លើយតបថាមិនអីទេលោកតាតែប៉ុណ្ណេះខ្ញុំក៏អរគុណលោកតាខ្លាំងពេកទៅហើយឥឡូវនេះខ្ញុំសូមរៀបចំសម្ភារៈដាក់នៅលើគ្រែនេះឲ្យលោកតាពេលនោះតាគឿនគាត់ក៏បាននិយាយឡើងថាណែថ្មនេះហើយតើបានបាយបានទឹកហើយឬនៅនាយមករាគេក៏បានឆ្លើយតបថាអត់ទោះលោកតាខ្ញុំមិនទាន់បានបាយបានទឹកនោះទេដោយសារតែធ្វើដំណើរចូលមកក្នុងភូមិនេះសុំផ្ទះសម្បែងគេសម្រាប់តាំងពីមេឃនៅរៀងភ្លឺដែរក្រែងលោរកកន្លែងបានប្រញាប់ដាំបាយដាំទឹកហូបក៏ប៉ុន្តែអ្នកភូមិគេមិនអនុញ្ញាតសោះទើបខ្ញុំរហូតដល់ថ្មនេះហើយមិនទាន់បានហូបបាយហូបទឹកសោះលោកតាគឿនគាត់ក៏បានស្រែកទៅប្រាប់ប្រពន្ធគាត់និងកូនស្រីដែលកំពុងតែអង្គុយនៅក្រោមផ្ទះថាណែសាវឯងឆាប់រៀបចំបាយទឹកឲ្យអ្នកកំឡោះខាងនេះគេហូបបន្តិចទៅចេះតែជួយគ្នាទៅកូនគេកូនជើងធ្វើដំណើរទៅស្រុកឆ្ងាយគួរឲ្យអាណិតអាសូរខ្លាំងណាស់
ពេលនោះនាងសាវក៏បានដួសបាយមួយចាននិងសំឡំម្ជូរត្រកួនស្លជាមួយនឹងត្រីក្រាញ់ក្រោយមកនាងក៏បានយកបាយសម្លនោះទៅដាក់នៅលើគ្រែឲ្យអ្នកកំឡោះម្នាក់នេះហូបតាគឿនគាត់ក៏បាននិយាយឡើងថាអ្នកចៅហូបទៅកុំខ្លាចចិត្តខ្លាចថ្លើមអីនៅពេលនោះអ្នកកំឡោះនេះក៏រៀងអៀនខ្លះដែរដោយសារតែមកពឹងពាក់គេសំផ្ទះសំបែងហើយឥឡូវទទួលបាយទឹកនៅផ្ទះគេទៀតម្ចាងទៀតគាត់ក៏អៀនជាមួយនឹងកូនក្រមុំរបស់តាគឿនផងដែរតែដោយសារតែពោះគោទៅហើយដូច្នេះទ្រាំមិនបានអ្នកកំឡោះក៏ចាប់ផ្ដើមយឹតមួយអស់ដៃរហូតដល់អស់បាយមួយចាននិងសម្លមួយចាននេះទៅស្នាដៃរបស់នាងសាវស្លម្ជូរត្រកួននេះគឺមានជាតិតាក់ទាញអារម្មណ៍អ្នកកំឡោះម្នាក់នេះដល់ហើយបន្ទាប់ពីហូបបាយទឹករួចសាវក៏បានមកប្រមូលចានយកទៅលាងសម្អាតនៅក្នុងពេលនោះប្រពន្ធរបស់តាគឿនក៏បានមកសួរនាំផងដែរហើយគាត់ក៏មានចិត្តអាណិតអាសូរទៅដល់អ្នកកំឡោះម្នាក់នេះមើលទៅមុខមាត់ស្អាតបាតរូបរាងខ្ពស់សង្ហាមើលយូរទៅសំតែកូនអ្នកមានមិនសមជាអ្នកដើរលក់ហូបផាមួងកាត់ថ្ងៃនោះទេបន្ទាប់ពីនោះទៅតាគឿនគាត់ក៏បានទៅពពួកភ្នក់គោក្រោយមកជប់នោះគាត់ក៏បានអង្គុយប្រោកប្រាជ្ញជាមួយនឹងអ្នកកំឡោះមករារហូតដល់យប់ជ្រៅមករាក៏បានសួរទៅកាន់តាគឿនថាអត់ទោះលោកតាតើស្រីក្រមុំម្នាក់កាលពីល្ងាចមិញនេះគឺជាកូនរបស់លោកតាឬក៏ត្រូវជាចៅទៅតាគឿនគាត់ក៏បាននិយាយឡើងថាទៅជាចៅស្អីគឺជាកូនរបស់ខ្ញុំនឹងដោយសារតែខ្ញុំបានបួសតាំងពីក្មេងរហូតដល់វ័យជ្រេបន្តិចទើបខ្ញុំសឹកមកយកប្រពន្ធដូច្នេះហើយអាយុច្រើនហើយទើបខ្ញុំមានកូនស្រីម្នាក់នេះដោយសារតែមុខជំនាញក៏មិនមានព្រោះថាបួសតាំងពីតូចខ្ញុំមិនមានជំនាញរកស៊ីអ្វីដូចជាអ្នកភូមិផ្សេងទេអ្នកកំឡោះឯងមើលទៅផ្ទះខ្ញុំក្រណាស់ផ្ទះស្បូវមួយខ្នងប្រក់ទៅដោយស្លឹកក្តោបនេះបាននិយាយទៅហាក់ដូចជាមានអារម្មណ៍ខ្មាស់អៀនខ្លាំងណាស់នៅក្នុងពេលនោះកំឡោះមករាបានគិតនៅក្នុងចិត្តថាគ្រួសារមួយនេះថ្មីត្បិតតែជាគ្រួសារក្រីក្រក៏ប៉ុន្តែចិត្តពួកគាត់ទូលំទូលាយខ្លាំងណាស់ក្រោយមកតាគឿនបានយកទឹកតែមួយប៉ាន់រួចហើយក៏ចាក់ហូបប្រោកប្រាជ្ញជាមួយនឹងអ្នកកំឡោះនេះរហូតដល់យប់ជ្រៅបន្តិចជិតម៉ោង11ឯណោះដោយសារតែមិនចង់រំខានអ្នកកំឡោះតាគឿនគាត់ក៏បាននិយាយឡើងថាអ្នកកំឡោះអញ្ចឹងយប់ជ្រៅហើយសម្រាកទៅធ្វើដំណើរក៏ឆ្ងាយមកហើយដែរខ្ញុំទៅមួយទឹកមួយភក់ហើយប្រញាប់ឡើងទៅសម្រាកដែរនឹងក្រោយពីនិយាយរួចតាគឿនគាត់ក៏បានដើរសម្ដៅទៅកាន់ពាងទឹកដើម្បីមួយទឹកសម្អាតខ្លួនទៅតែនៅក្នុងពេលនោះស្រាប់តែបានឮសំឡេងអ្នកភូមិអើងកងចាប់ផ្ដើមរត់ចូលមកដល់ទីនេះនៅក្នុងពេលនោះផងដែរនាយមករាបានឃើញមនុស្ស4នាក់រត់គេចចេញពីទីនេះបន្ទាប់ពីត្រូវការអ្នកភូមិដេញចាប់មករាបានចេញទៅឈរនៅកណ្ដាលផ្លូវក្រោយមកស្រាប់តែអ្នកភូមិមកដល់ពួកគេក៏ចាប់ផ្ដើមនាំគ្នាវាយសំពងទៅលើនាយមករាដោយគិតថាកំឡោះម្នាក់នេះគឺជាចោរចូលមកនៅក្នុងភូមិសំឡេងដំបងប្រនងបានសំពងទៅលើមករាឬសូឌិចដឹបហើយគេក៏ចាប់ផ្ដើមស្រែកឬសំឡេងខ្លាំងផងដែរតាគឿនដែលកំពុងទៅមួយទឹកនៅក្បែរពាងទឹកបន្ទាប់ពីឮសំឡេងអ្នកកំឡោះនេះស្រែកនិងព្រមទាំងឮសំឡេងអ្នកភូមិអើងកងតាគឿនចាប់ផ្ដើមទាញក្រមាយកមកស្លៀករួចហើយរត់សម្ដៅមកពាក់កណ្ដាលផ្លូវនៅក្នុងពេលនោះតាគឿនគាត់ក៏បាននិយាយថាឈប់អ្នកទាំងអស់គ្នាធ្វើអ្វីនឹងពេលនោះពូចានគាត់ក៏បាននិយាយថានៅលោកតាអាចោរម្នាក់នេះវាបានទៅលួចគោអ្នកភូមិអំបញ្ញមិញនេះវាមានគ្នា4នាក់តែអានេះវារត់មិនទាន់គេពួកខ្ញុំក៏វាយវាបានម្នាក់ទៅមើលទៅ3នាក់ទៀតប្រហែលជារត់បាត់អស់ទៅហើយតាគឿន
ក៏បានទៅលើកនេះមករាតិចក៏ប៉ុន្តែមករាបានសន្លប់ស្ដុកស្ដឹងបាត់ទៅហើយក្បាលរបស់គេក៏បែកហូរឈាមចេញមកក្រៅយ៉ាងច្រើនផងដែរតាគឿនគាត់បាននិយាយឡើងថាណែអ្នកភូមិគេមិនមែនចោលនោះទេគេជាអ្នកលក់ហូបផាមួងមកសម្រាកនៅក្នុងផ្ទះខ្ញុំនេះខ្ញុំទៅតែនឹងប្រុកប្រាជ្ញជាមួយនឹងគេចូលទៅមួយទឹកអំបញ្ញមិញនេះតើគេមានពេលណាទៅលួចគោក្របីអ្នកទាំងអស់គ្នាទៅអ្នកទាំងអស់គ្នាច្រឡំមនុស្សហើយគេនៅអង្គុយប្រុកប្រាជ្ញជាមួយខ្ញុំនៅលើគ្រែនេះតាំងពីប្រលប់រហូតដល់ថ្មើរណេះពេលនោះអ្នកភូមិបន្ទាប់ពីឮសម្ដីរបស់តាគឿនបានបកស្រាយច្បាស់ពួកគាត់ក៏ចាប់ផ្ដើមសំទោសក៏ប៉ុន្តែអ្នកកំឡោះម្នាក់នេះបានសន្លប់ស្ដុកស្ដឹងដោយសារតែដំបងរបស់ពួកគាត់ជាច្រើនដំបងវាយសំពងទៅលើគេកាលនោះបើសិនជាចាប់បានចោលម្នាក់ប្រហែលជាមិនរស់នោះទេដូច្នេះហើយទើបនាយមករាបានត្រូវរបួសធ្ងន់ដោយសារតែដំបងរបស់អ្នកភូមិក្រោយមកពួកគេក៏បានលើកនាយមករាយកទៅដាក់នៅលើគ្រែក្រោមដើមឆាត់រួតយាយនឿនដែលជាប្រពន្ធរបស់តាគឿនគាត់ក៏បានចេញមករួចហើយនិយាយថាអោចៅឲ្យចៅមើលទៅមុខមាត់ស្លូតណាស់ទើបតែនិយាយប្រុកប្រាជ្ញជាមួយនឹងតាវាអំបាញ់មិញស្រាប់តែត្រូវគេវាយសំពងសន្លប់បាត់ទៅហើយតើធ្វើយ៉ាងម៉េចទៅពួកគាត់ព្យាយាមដាស់នាយមករាឲ្យក្រោកឡើងដែរក៏ប៉ុន្តែមករាសន្លប់ធ្ងន់ខ្លាំងណាស់ពេលនោះពូចានគាត់ក៏បាននិយាយឡើងណែពួកយើងនាំកំឡោះម្នាក់នេះទៅផ្ទះរបស់លោកគ្រូគុយទៅបើមិនអញ្ចឹងទេគេប្រកាសជាប៉ះពាល់ទៅដល់អាយុជីវិតពិតជាមិនខានព្រោះថាបាញ់មិញនេះអ្នកភូមិវាយសំពងទៅលើគេខ្លាំងណាស់បន្ទាប់ពីនោះពួកគាត់ក៏ចាប់ដើមនាំមករាសម្ដៅទៅកាន់ផ្ទះរបស់លោកគ្រូគុយតាគឿនបានប្រាប់ឲ្យកូននិងប្រពន្ធរបស់គាត់ឡើងទៅលើផ្ទះនៅចាំផ្ទះសម្បែងក្រោយពីទៅដល់ផ្ទះលោកគ្រូគុយពួកគាត់ក៏ចាប់ផ្ដើមនាំគ្នាស្រែកឡើងចំណែកឯតាគុយបន្ទាប់ពីឮសំឡេងរបស់ប្អូនប្រុសនិងសំឡេងរបស់ពូចានគាត់ក៏អាចចាំសំឡេងបានគាត់ក៏បានចេញមកក្រៅរបងស្រាប់តែបានឃើញអ្នកភូមិនាំអ្នកកំឡោះម្នាក់នេះកំពុងតែសន្លប់ស្ដុកស្ដឹងមានទាំងឈាមប្រឡាក់ពេញខ្លួនទៀតផងតាគុយបានសួរទៅកាន់អ្នកភូមិថាណែតើគេមានរឿងអ្វីទៅតាគឿនគាត់ក៏បាននិយាយឡើងបាទលោកបងគេជាអ្នកធ្វើដំណើរមកពីចម្ងាយសម្រាប់នៅក្នុងផ្ទះខ្ញុំអំបញ្ញមិញអ្នកភូមិដេញចាប់ចោលក៏បានវាយច្រឡំទៅលើគេទៅឥឡូវគេមានរបួសធ្ងន់ណាស់សូមលោកបងជួយព្យាបាលគេផងក្រោយមកតាគុយក៏បានប្រាប់ទៅឲ្យអ្នកភូមិនាំអ្នកកំឡោះម្នាក់នេះយកទៅដាក់គ្រែនៅក្រោមផ្ទះរបស់គាត់តាគុយក៏ចាប់ផ្ដើមព្យាបាលទៅដល់អ្នកកំឡោះម្នាក់នេះក្រោយពីពិនិត្យរួចគាត់ក៏បាននិយាយឡើងថាតាមមើលរបួសនៅលើខ្លួនរបស់គេមិនសូវជាធ្ងន់ប៉ុន្មាននោះទេអ្នកកំឡោះម្នាក់នេះហាក់ដូចជាមានកម្លាំងកំហែងខ្លាំងណាស់មើលទៅរូបរាងរបស់គេហាក់ដូចជាមាំទាំខុសប្លែកពីមនុស្សធម្មតាក៏ប៉ុន្តែរឿងដែលខ្ញុំព្រួយបារម្ភគឺក្បាលរបស់គេត្រូវរបួសធ្ងន់ធ្ងរមើលទៅបន្ទាប់ពីការដឹងខ្លួនគេប្រហែលជាត្រូវបាត់ការចងចាំមួយរយៈពេលនោះតាគឿនគាត់ក៏បាននិយាយឡើងថាលោកបងសូមជួយគេផងនេះគឺជាកំហុសរបស់ពួកអ្នកភូមិជើងលោកគ្រូគុយគាត់ក៏បាននិយាយឡើងថានឹងហើយចាំខ្ញុំជួយព្យាបាលទៅដល់គេខ្ញុំមើលទៅអ្នកកំឡោះនេះមុខមាត់ស្លូតបូតស្អាតបាត់ណាស់តែគេប្រហែលជាមិនមែនអ្នកលក់ហូបផាមួងនោះទេតើអ្នកទាំងអស់គ្នាបានសួរគេច្បាស់ហើយឬនៅដៃរបស់គេរលោងម្រាមដៃតូចគ្មានស្នាមក្រិនដូចជាអ្នកធ្វើការធ្ងន់នោះឡើយមើលទៅគេប្រហែលជាមិនមែនអ្នកក្រអ្វីនោះទេមួយជប់ទល់ភ្លឺកំឡោះមករាពុំបានដឹងខ្លួននោះទេរហូតដល់ថ្ងៃត្រង់បន្តិចអ្នកភូមិក៏មិនទាន់ត្រឡប់ទៅផ្ទះដោយសារតែពួកគាត់ព្រួយបារម្ភពីសុវត្ថិភាពអ្នកកំឡោះម្នាក់នេះពួកគាត់នេះហើយ
ជាអ្នកធ្វើឲ្យគេមានរបួសធ្ងន់ធ្ងរលុះដល់ថ្ងៃបន្តិចអ្នកកំឡោះម្នាក់នេះក៏ចាប់ផ្ដើមដឹងខ្លួនឡើងពូចានគាត់ក៏បានសួរទៅកាន់មករាថាយ៉ាងម៉េចហើយក្មួយតើឯងបានធូរស្រាលដែរឬទេនាយមករាបានសម្លឹងឆ្វេងសម្លឹងស្ដាំមិនទាន់បាននិយាយបន្តិចផងក៏បានសន្លប់បាត់បង់ស្មារតីទៅវិញទៀតបាត់ទៅហើយរឿងរ៉ាវមួយនេះបានធ្វើឲ្យអ្នកភូមិព្រួយបារម្ភខ្លាំងណាស់ក៏ប៉ុន្តែលោកគ្រូគុយគាត់ក៏បាននិយាយឡើងថាកុំព្រួយបារម្ភអីនេះគឺជាអាការៈរបស់អ្នកប៉ះក្បាលធ្ងន់ធ្ងរបន្តិចទៀតគេប្រកាសជាប្រែមកប្រកក្រដីវិញហើយលុះដល់ល្ងាចបន្តិចស្រាប់តែនាងមករាគេក៏ចាប់ផ្ដើមដឹងខ្លួនសារជាថ្មីម្ដងទៀតនៅក្នុងពេលនោះអ្នកភូមិក៏បានសួរនាំក៏ប៉ុន្តែគេបានភ្លេចភ្លាំងស្មារតីនិងបាត់បង់សតិលែងចាំអ្វីគ្រប់យ៉ាងក្រោយមកអ្នកភូមិចាប់ផ្ដើមមានវិបដិសារីដោយសារតែពួកគាត់បានធ្វើឲ្យអ្នកកំឡោះម្នាក់នេះប្រែក្លាយទៅជាមនុស្សបាត់ការចងចាំចាប់តាំងពីថ្ងៃនោះមកតាគុយបានឲ្យអ្នកកំឡោះម្នាក់នេះសម្រាកនៅផ្ទះគាត់ដើម្បីគាត់ព្យាបាលបន្តតែនៅក្នុងថ្ងៃមួយបានឃើញនាយមករាកំពុងតែអង្គុយនិយាយជាមួយនឹងតាគុយអស់មួយសន្ទុះធំតើមនុស្សបាត់ការចងចាំឯណាអាចអង្គុយប្រាជ្ញគ្នាជាមួយនឹងមនុស្សមានសតិប្រក្រតីបានយូរដល់ថ្នាក់នេះរឿងរ៉ាវមួយនេះក៏ធ្វើឲ្យយើងកាន់តែច្របូកច្របល់ផងដែរក៏ប៉ុន្តែមួយរយៈពេលដែលអ្នកកំឡោះម្នាក់នេះបាត់បង់ការចងចាំគ្រួសាររបស់តាគឿនតែងតែយកបាយយកទឹកជាពិសេសនោះគឺនាងសាវតែងតែមកមើលថែទៅដល់អ្នកកំឡោះម្នាក់នេះរយៈពេល3ខែក៏បានកន្លងផុតទៅនាងសាវហាក់ដូចជាមានចិត្តទៅលើអ្នកកំឡោះម្នាក់នេះខ្លាំងណាស់ក៏ប៉ុន្តែនាយមករាគេមិនបានដឹងអ្វីនោះទេដោយសារតែគេបានភ្លេចការចងចាំបាត់អស់ទៅហើយនៅក្នុងថ្ងៃមួយស្រាប់តែមានបរិសម្នាក់ទៀតបានជិះរទេះស្តេះធ្វើដំណើរចូលមកក្នុងភូមិហើយគាត់មើលទៅហាក់ដូចជាកំពុងតែស្វែងរកអ្នកណាម្នាក់បន្ទាប់ពីអ្នកភូមិបានឃើញអ្នកកំឡោះម្នាក់នោះជិះរទេះស្តេះកាត់ពីមុខផ្ទះរបស់គាត់អ្នកភូមិចាប់ផ្ដើមនាំគ្នាធ្វើដំណើរសម្ដៅមកផ្ទះរបស់លោកតាគុយតែម្ដងបន្ទាប់ពីមកដល់អ្នកភូមិបានស្រែកខ្លាំងៗថាលោកតាតើមករាបានជាឲ្យមែនឬទេទើបខ្ញុំឃើញគេជិះរទេះស្តេះចេញពីទីនេះអំបញ្ញមិញតែបន្ទាប់ពីអ្នកភូមិបានចូលទៅដល់ក្នុងផ្ទះរបស់តាគុយស្រាប់តែពួកគេបានឃើញនាយមករាម្នាក់ទៀតកំពុងតែឈរនៅក្នុងផ្ទះទៅវិញរឿងរ៉ាវមួយនោះកាន់តែធ្វើឲ្យគាត់ច្របូកច្របល់អ្នកភូមិក៏បានសួរទៅកាន់តាគុយថាលោកតាតើយ៉ាងម៉េចទៅរឿងនេះសូមរាយរាប់ប្រាប់ខ្ញុំបន្តិចមើលក្រោយមកតាគុយបានសម្លឹងទៅកាន់មករាហើយគាត់ក៏បាននិយាយឡើងថាណែកូនសិស្សល្មមឯងប្រាប់រឿងរ៉ាវទាំងអស់នេះទៅដល់គេឲ្យបានដឹងឲ្យគេអស់ភាពងឿងឆ្ងល់ទៅសម្ដីរបស់តាគុយបានធ្វើឲ្យតាគឿននាងសាវយាយនឿនព្រមទាំងអ្នកភូមិដែលកំពុងតែឈរនៅទីនោះមានភាពច្របូកច្របល់យ៉ាងខ្លាំងតាមពិតទៅនាយមករាមិនបានបាត់បង់ស្មារតីអ្វីនោះទេហើយអ្នកដែលធ្វើដំណើរកាត់តាមផ្លូវនេះអំបញ្ញមិញគេគឺជាប្អូនប្រុសរបស់នាយមករានឹងឯងគេមានឈ្មោះថានាយសវណ្ណគឺជាបងប្អូនភ្លោះជាមួយនឹងគ្នានៅក្នុងពេលនោះពូចានគេក៏បាននិយាយឡើងថាណែមករាខ្ញុំបានឃើញអ្នកកំឡោះម្នាក់នោះគេស្លៀកពាក់ស្អាតបាតជារទេះស្តេះគឺជារទេះបែបអភិជនបើមិនមែនជាកូនអ្នកធំក៏ជាកូនរបស់សេដ្ឋីផងដែរមករាគេក៏បាននិយាយឡើងថាសូមទោសអ្នកទាំងអស់គ្នាដែលខ្ញុំបានកុហកអ្នកទាំងអស់គ្នាតាមពិតទៅឪពុករបស់ខ្ញុំគាត់មានឈ្មោះថាលោកសេដ្ឋីមានដែលជាអ្នកមានទ្រព្យសម្បត្តិគ្រប់គ្រងនៅក្នុងតំបន់នេះគាត់បានបង្ខំឲ្យខ្ញុំយកប្រពន្ធក៏ប៉ុន្តែខ្ញុំមិនចង់បាននោះទេដោយសារតែខ្ញុំមិនទាន់រកបានស្រីដែលខ្ញុំស្រឡាញ់ដូច្នេះហើយទើបខ្ញុំសំពះរបស់គាត់
ជាង2ខែដើម្បីទៅរកមនុស្សស្រីដែលខ្ញុំពេញចិត្តហើយរយៈពេល3ខែកន្លងមកនេះខ្ញុំមិនបានភ្លេចការចងចាំអ្វីនោះទេគឺមានតែលោកគ្រូគុយតែប៉ុណ្ណោះដែលគាត់បានដឹងដោយសារតែខ្ញុំសុំគាត់កុំឲ្យប្រាប់ទៅដល់អ្នកដទៃគឺខ្ញុំចង់ដឹងចិត្តស្រីក្រមុំម្នាក់ដែលតែងតែមកមើលថែខ្ញុំជារៀងរាល់ថ្ងៃនេះឥឡូវខ្ញុំរកឃើញមនុស្សដែលខ្ញុំស្រឡាញ់ហើយពូចានបាននិយាយឡើងថាអូអ្នកប្រុសបើសិនជាអញ្ចឹងសូមឲ្យខ្ញុំសុំទោសផងកុំដាក់ទោសពេញមកលើខ្ញុំអីខ្ញុំបំពេញទៅដល់កូនប្រុសរបស់លោកសេដ្ឋីចប់ហើយពួកយើងពេលនោះនាយមករាគេក៏បាននិយាយឡើងថាមិនអីនោះទេអ្នកដែលសុំទោសគឺជាខ្ញុំវិញនេះទេដែលតែងតែលាក់បាំងចំពោះអ្នកទាំងអស់គ្នាកន្លងមកនៅក្នុងពេលនោះពូចានគាត់ក៏បាននិយាយថាអូសូមប្រាប់ខ្ញុំបន្តិចមកឲ្យអ្នកភូមិទាំងអស់គ្នាបានដឹងតើអ្នកណាទៅបានធ្វើជាឪពុកក្មេករបស់កូនសេដ្ឋីនោះសូមប្រាប់ខ្ញុំឲ្យសប្បាយចិត្តផងខណៈពេលនោះអ្នកទាំងអស់គ្នាក៏ចាប់ផ្ដើមបើកភ្នែកស្រឡាំងកាំងមានទាំងអ្នកភូមិប្រុសស្រីមានទាំងកូនក្រមុំផ្សេងទៀតកំពុងតែឈរក្នុងចំណងចំណោមនោះស្រីខ្លះក៏បានគិតក្នុងចិត្តថានាងធ្លាប់មានទំនាក់ទំនងនឹងកំឡោះម្នាក់នេះធ្លាប់បានមកចូលសួរសុខទុក្ខខ្លះដែរហើយសយមករាប្រកាសជាដាក់ចិត្តដាក់កាយស្រឡាញ់លើគេខ្លះតែនៅពេលនោះមករាគេក៏បាននិយាយឡើងថាខ្ញុំបានមើលឃើញមនុស្សស្រីម្នាក់ហើយនាងមានឈ្មោះថាសាវជាកូនស្រីរបស់លោកតាគឿននេះឯងនាងបានមើលថែខ្ញុំអស់រយៈពេលជាច្រើនខែដោយមិនលើពាក្យត្អូញត្អែមួយម៉ាត់ដាក់ក្បែរទៅជាខ្ញុំនោះទេថ្មីត្បិតទាំងខ្ញុំបានធ្វើខ្លួនជាមនុស្សភ្លេចការចងចាំក៏ដោយតែនាងនៅតែមើលថែខ្ញុំស្រឡាញ់ខ្ញុំជាពិសេសគឺលោកតាគឿននិងប្រពន្ធគាត់តែម្ដងពុំមានរើសអើងអ្វីនោះទេចេះតែជួយណែនាំកូនស្រីគាត់ឲ្យមកជួយមើលថែដល់ខ្ញុំដោយសារតែការអាណិតអាសូរគ្រួសារមួយនេះហើយដែលខ្ញុំយល់ព្រមដាក់ចិត្តដាក់កាយទទួលគាត់យកធ្វើជាឪពុកក្មេងនាងសាវមានមុខអៀនឡើងក្រហមក៏បានដើរចេញពីទីនេះសម្ដៅទៅផ្ទះរបស់នាងវិញទៅតាគឿនដែលជាមនុស្សក្រខ្សត់បន្ទាប់ពីលើសម្ដីមករានិយាយដូច្នោះគាត់ក៏បានស្រែកហូហើយនិយាយទៅកាន់ប្រពន្ធគាត់ថាណែយាយអំពើល្អពិតជាមិនសាបសូន្យមែនយើងចិត្តខ្លាចទៅជាឪពុកក្មេករបស់កូនលោកសេដ្ឋីហើយតានឹងយាយសប្បាយចិត្តខ្លាំងណាស់ព្រោះតែគាត់បានក្រអស់ជាងពាក់កណ្ដាលជីវិតទៅហើយនៅក្នុងពេលនោះមករាគេក៏បាននិយាយថាប្រហែលជាមួយរយៈពេលទៀតខ្ញុំនឹងទៅប្រាប់ឪពុកម្ដាយរបស់ខ្ញុំឲ្យចូលស្ដីដណ្ដឹងសាវតាមប្រពៃណីរៀបការឲ្យអធិកធមនៅក្នុងភូមិរបស់ជើងនេះហើយពូចាននិងអ្នកភូមិក៏ចាប់ផ្ដើមស្រែកហូដោយសារតែស្រុកភូមិរបស់គាត់ប្រកាសជាមានគ្រួសារសេដ្ឋីអ្នកអភិជនជាច្រើនចូលមកដល់ទីនេះក៏ប៉ុន្តែស្របពេលដែលអ្នកភូមិកំពុងតែសប្បាយរីករាយតាគុយគាត់បាននិយាយឡើងថាកុំតន់សប្បាយចិត្តពេកនៅក្នុងភូមិជើងមិនតន់អស់គ្រោះភ័យនោះទេមួយរយៈនេះអសូរកាយនៅក្នុងភ្នៅបុរាណបានចូលទៅសន្ធិដ្ឋក្នុងខ្លួនរបស់មនុស្សវាកំពុងតែចាប់ផ្ដើមរាតត្បាតនៅក្នុងភូមិហើយអ្នកភូមិក៏ចាប់ផ្ដើមដាក់ទៅមុខចោះហើយគាត់ក៏បានសួរទៅកាន់លោកគ្រូគុយថាលោកគ្រូតើការបាត់សត្វគោក្របីនេះគឺជាទង្វើរបស់គេមែនឬទេតាគុយគាត់ក៏បាននិយាយឡើងពិតមែនហើយអសូរកាយមួយនេះវាបានប្រើកូនចៅរបស់វាឲ្យមកលួចសត្វគោក្របីដើម្បីយកឲ្យវាជញ្ជក់ឈាមបង្កើននៃអានុភាពរបស់វាឥឡូវនេះវាត្រូវពឹងផ្អែកទៅលើរូបរាងរបស់មនុស្សទើបវាមានអានុភាពអាចបង្ក្រាបទៅលើអ្វីៗផ្សេងបានដោយសារតែវាមិនទាន់មានរូបរាងពិតប្រាកដនោះទេក៏ប៉ុន្តែការសម្លាប់ជញ្ជក់ឈាមសត្វគោក្របីនេះគ្រាន់តែជាជំហានទី1តែប៉ុណ្ណោះមិនជូរទេវាប្រកាសជារាតត្បាតសម្លាប់ដល់មនុស្សថែមទៀតដើម្បីវាមានរូបរាងគ្រប់គ្រាន់និងចេញមកបង្កមហន្តរាយនិងធ្វើបាបទៅដល់អ្នកភូមិនិងមនុស្សម្នានៅតាមតំបន់ផ្សេងទៀតពេលនោះតាគឿនក៏បាននិយាយទៅកាន់បងប្រុសគាត់ថា
ในลูกบองบ้าสันจะดังหอยไม่ได้ไม่กำจัดวิจาวเตอตาโกยยำให้ก้อนใจลังทาเนอโซรกายพเนจใบนูมีนอาณาเพียบนะพเนจระบอกวีไอไปจันเพลิงบานขยมมันไอท่วมได้ตบตัวบานเตอบาสันจิขยมในกำลังโดยการปีมนนุมันไอเตแต่เลยเมื่อวีระบอกขยมอาจจะเหาะโลดปราศลปะกาปีคลูนนึ่งปรามนอคมโดยการปีมนบานเตเตไอเลยนี่ขยมกำปงแต่บังหัดบังเรียนมนคมเตอกันนี่เมกราได้เจอคอนเสิร์ตระบอกขยมนี่หายระยะเปรจะจานแค่นี้เก็บบานหัดเรียนมนอคมปีขยมจานคลังนาเกย์ก็เชื่อมนุษย์เมียนเต็บกระซอลมาจางตีดเกย์เมียนสวากมสนมตั้งปีกำนาดกำลังระบอกเกย์เมียนตั้งปีทอมจิตลอตีนตามเปิดเตกาปีมนลูกครูกอยมันแม่นชื่อลูกครูได้กำนันในวิเชียนุเตก็ปันตายกอดมันต้อนรกมนุษย์นาได้กอดอายตกชัดบานนึ่งประกลมนอคมจากออกนี่เตอเอาเกย์ลูกครูกอยคล้ายป้าตะเลเซอโดยเชนิคิวนูคือเจมนุษย์บานกบฏครูแถมเตียงทัวบาปตะดอนเนี่ยผมติดพองอันจังหายเติบกอดจำนายไว้ระบอกกวนการแต่เจเรต้องรอมตะรกบ้านมนุษย์อได้กอดไอพเตมนกรมบานโดยเชนีแมกราได้เจกอนสติปีระบอกกอดนี่เองจับตั้งปิดไงนูมอกโลกครูกอยกอดขัดคอมบังหัดบังเรียนจำเนดังได้กอดใจเตียงปันแมนเอาเตอเนี่ยกำลองมาเนี่ยนี่ก็ปันตายแม่กระเกบานปราบทาอากมแตงอคือเกสมเรียนแตงก็ปันตายซ่อมใต้อากมปีจางแต่ปันนอมวยคืออำเภอสบายกระบายมวยเตียดคืออำเภอโซนรูปจะมาโจลปรามาโจลกลาหรือก็ได้กบเซมสเตนโจตะขนงรูปนูเกมันเรียนนุเตวิเชียแตงนี่เรียนก็ขมิ้นประเจ้าได้บานตรมแต่ทัวบาปตะดอกเกแต่ปันนอก็ปันตายวิเชียดอกอำเภออำปอนคือกอดเรียนดามใบช่วยดอกตะดอเนบเซงไปได้เตออำเภอแต่งออกนี้ตากุยก็สบายจัดนะบรรทอปีขยะตะจรักระบบกอนสัตทำไมระบบกอดนี้ระจะเปรียบประมาณคายกรอยหมกตีดอากมแต่งออกก็ตรในแม่กระใจจำทำแต่งสอดจำเนียงขนมกาปราบปราบพองได้จำนายอโศรกายก็การตะมินอานุพีบทั้งไงมวยเวก็บ้านสำหรับแต่การมนุษย์มันเนี่ยได้บันทัวดำน้ำมอกปีชงายเนะผมก็จับดามเมียนอารมณ์เพยคลายโดยซาแต่อโศรกายจับดามเรียตบ้านตะดอกผมตึงหายเวียทำแต่งจิจุยกเชื่อมนุษย์เตียดพองไกลหมอกเนะผมทั้งออกนี้ก็จับดามทัวดำน้ำสมดังมบเจ้าลูกครูกอยมาดองตีนโดยปุกเกจงเปิงเปะลูกครูกอยนี่ไอแต่กำจัดอโศรกายจิจุชิมลูกครูกอยก็บ้านในใจแต่การเนะผมทามันแมนทักชมมันจ้องกำจัดนุเตแต่ชมมันดังทานในขนมพมจึงนี้มันเนี่ยนาคือจะมนุษย์ได้โซรกายโจบันลำคลูนปรุธาโซรกายพเนจใบบ้านโจเตอร์สุนทรขนมคลูนมนูกาปีมุนขยมเมียนปุขมายเปรียสำรับพระเสพกาก็ปันตายเลยขยมดอกเลงปุเวียไอเมียนสไลเพียบออกเตอร์หายขยมมันจ้องหายปุเวียมาปราติดนุเตปรุอนัดปุขเนียคลังนะทลอบแต่รู้ในขนมกรอเตรกรูมนกรมคมตกวิมันมีสัตว์สไลเพียบนุเตตาโกยได้กอดสองไซท่ามีนวิญญาณระบบเปรียโซรกายสันทัดในขนมเนพมระบบกวนกอดกบานในใจลังทานังหายเนตังออกนี้ตลอดตับเตียวิสันเตอร์จำเปกราวไปเด็กชมรบวิธีบานขยมนังปราบตะดอนเนตังออกนี้เนผมบ้านทัวดำนาเช่นแบบเตียลูกครูแต่งมีอารมณ์เศร้าเศร้านั่งเพียบเพยคลานโดยซาแต่ลูกครูหากโดยเชื่อมันจ้องช่วยแต่ดอนเนภูมิซอกลายเป็นเนภูมิใจตึกบ้านลูกครูกอยก็บ้านในใจแต่การกอนเสระบอกกอดทาแม่กราเมื่อระจัดนี้อโศรกายเวจับดำเรียตบ้านแต่ดอลภูมิหายเวจับดำสำหรับมนุษย์หายจบนี้ยังหนึ่งมันลอมคลูนทั่วเช่นเนดำนาดำใบจูบหนึ่งเวียนั่งกำจัดเวจาวแต่มาดองตือเมื่อเตอเวียประหารเชสันทัดในขนมเนพมระบอบเชิงนี้เองมันแม่เนในช่างไอนานุเตโดยชนายหายตึกจังมันบ้านปราบเรื่องนี้แต่ดอนเนพมคลายเวียดังคลูนมนเวียประกอบเจริญจอมวิธีตบโต้จมูกหนึ่งจึงปัจเจมันคานเปนุเมกราเกก็บ้านในใจลังทา
មិនអីទេលោកគ្រូយប់នេះពួកយើងចាប់ផ្ដើមកំចាត់វាចោលទៅដើម្បីឲ្យអ្នកភូមិផុតគ្រោះផុតភ័យយប់ឡើងលោកគ្រូនិងសិស្សក៏ចាប់ផ្ដើមស្ពាយសម្ភារៈដោយបន្លំខ្លួនធ្វើជាអ្នកដំណើរគាត់បានធ្វើដំណើរតាំងពីចុងភូមិរហូតមកដល់ដើមភូមិក៏ប៉ុន្តែគាត់មិនបានជួបជាមួយនឹងអសុរកាយអ្វីនោះទេលុះយប់ជ្រៅបន្តិចពួកគាត់ក៏បានត្រឡប់ទៅកាន់ចុងភូមិសាជាថ្មីម្ដងទៀតនៅក្នុងពេលនោះគាត់ស្រាប់តែបានឃើញតាសែកំពុងតែឈរនៅចំកណ្ដាលផ្លូវតាសែមើលមិនស្គាល់អ្នកទាំងពីរនាក់នេះទេដោយសារតែពួកគាត់បានរុំក្រណាត់ធ្វើជាអ្នកដំណើរពេលនោះតាសែក៏បានសួរទៅកាន់អ្នកទាំងពីរនាក់ថាណែអ្នកទាំងពីរតើឯងធ្វើដំណើរមកពីណានាយមករាគេក៏បាននិយាយឡើងថាបាទលោកតាជាអ្នកណាគេទៅខ្ញុំជាអ្នកធ្វើដំណើរមកពីភូមិផ្សេងខ្ញុំកំពុងតែដើរលក់ដូរនិងរកទីកន្លែងសម្រាកពេលនោះតាសែក៏បាននិយាយឡើងថាឯងមកជិតជើងបន្តិចមកគ្រូនិងសិស្សចាប់ផ្ដើមសម្លឹងមកគ្នាពួកគាត់ក៏ចាប់ផ្ដើមលុកចូលទៅក្នុងថង់យាមដែលបង្កប់ទៅដោយអាវុធរបស់គាត់នោះអ្នកទាំងពីរអ្នកនេះបានដើរទៅជិតតាសែស្រាប់តែតាសែឡើងភ្នែកពណ៌ក្រហមស្លែតនិងដោះចង្កូមលោតមកសង្គ្រប់លើគាត់តែម្ដងនៅក្នុងពេលនោះតាគុយនិងនាយមករាក៏ចាប់ផ្ដើមទាញកំបិតរបស់ខ្លួនចាក់ជាច្រើនកំបិតសម្ដៅទៅកាន់តាសែតែខ្លួនរបស់តាសែស្វិតណាស់សំបីតែកំបិតអាគមក៏ចាក់គាត់មិនមុតដែរពេលនោះតាសែចាប់ផ្ដើមបើកភ្នែកទី3ដែលជាភ្នែកអសុរកាយនោះឯងភ្នែកមួយនោះមានអានុភាពខ្លាំងណាស់បើសិនជាវាបើកចំកន្លែងណាគឺមានភ្លើងឆេះកន្លែងនោះគ្មានអ្នកណាអាចគេចរួចពីភ្នែករបស់វាបាននោះទេនោះគេហៅថាភ្នែកអាគីតាគុយបានប្រាប់កូនសិស្សគាត់ថាមករាឯងមិនត្រូវឲ្យភ្នែកទី3វាបើកចំឯងបាននោះទេអានុភាពភ្លើងនេះនឹងដុតកំទេចខ្លួនប្រាណរបស់ឯងពិតជាមិនខានពួកគាត់ទាំងពីរនាក់ក៏ចាប់ផ្ដើមលើកដៃប្រណម្យសូត្របង្គំជាសំណាញ់យ័ន្តដើម្បីទៅគ្របដណ្ដប់លើអសុរកាយមួយនេះអសុរកាយក៏ចាប់ផ្ដើមបែកខ្លួនលែងមានរូបរាងដូចជាមនុស្សប្រែคล้ายទៅជាដូចបិសាចដែលមានរូបរាងអាក្រក់បិសាចមួយក្បាលនោះក៏ចាប់ផ្ដើមជាប់សំណាញ់អាគមរបស់អ្នកទាំងពីរនាក់ក៏ប៉ុន្តែនៅពេលនោះវាចាប់ផ្ដើមលូតទៅតង់ដាំអំពិលទឹកនិងប្រើភ្នែកទី3របស់វាបាញ់កំទេចសំណាញ់មន្តអាគមរបស់អ្នកទាំងពីរនេះទៅតាគុយបន្ទាប់ពីឃើញអានុភាពរបស់វាខ្លាំងក្លាតាគុយបាននិយាយថាណែសិស្សមើលទៅតតែកំទេចភ្នែកទី3របស់វាបើមិនអញ្ចឹងទេมันអាចចាក់ទៅលើខ្លួនប្រាណវាបាននោះទេក្នុងពេលនោះអសុរកាយក៏ចាប់ដើមលូតមកសង្កត់លើខ្លួនរបស់លោកគ្រូគុយវាក៏ចាប់ដើមប្រើក្រចកដ៏មុតស្រួចដើម្បីវាប្រហារទៅលើលោកគ្រូនៅពេលនោះតែលោកគ្រូក៏បានទប់ទល់ជាមួយនឹងវាដែរនាយមករាក៏ចាប់ដើមយកខ្សែអំបោះអាគមទៅរឹតលើករបស់អសុរកាយមួយក្បាលនោះអសុរកាយចាប់ដើមអន្ទះអន្ទែងដោយសារតែក្តៅជាមួយនឹងខ្សែអាគមវាក៏បានលោតត្រឡប់ថយក្រោយរួចហើយយកដៃរបស់វាច្របាច់កនាយមករាក៏ប៉ុន្តែដោយសារតែមករាគឺជាមនុស្សមានកម្លាំងសង្វារគុំសំណុំនៅក្នុងខ្លួនរបស់គេមករាក៏ចាប់ដើមយកដៃរបស់គេហើយដៃអសុរកាយនោះចេញពីករបស់គេក្រោយមកមករាក៏បានប្រើកម្លាំងរបស់ខ្លួនចាប់ក្រវែងអសុរកាយបោកផ្ទប់ជាមួយនឹងដើមអំពិលទឹកក៏ប៉ុន្តែវារហ័សរហួនខ្លាំងណាស់ដោយសារតែវាបានរូបរាងកាយមនុស្សសន្ធិដ្ឋអសុរកាយក៏បានហក់ទៅតោងមេឃអំពិលទឹកសាជាថ្មីរួចហើយក៏ប្រើខ្សែភ្នែករបស់វាសម្លឹងមកកាន់នាយមករាក៏ចាប់ផ្ដើមសូត្រអាគមបង្កើតនៃរនាំងយ័ន្តដើម្បីការពារពន្លឺភ្នែកវាពេលនោះហើយដែលតាគុយមានឱកាសទាញស្នារបស់គាត់ចេញមកប្រសិទ្ធិមន្តអាគមបន្ទាប់ពីយកស្នាតូចមួយដាក់នៅលើបាតដៃសូត្រអាគមស្នានោះក៏ចាប់ផ្ដើមប្រែក្លាយទៅជាស្នាធំក្រោយមកតាគុយក៏បានបាញ់កំទេចភ្នែកទី3របស់វា
ឲ្យបែកខ្ទេចនៅក្នុងពេលនោះឯងបន្ទាប់ពីបែកភ្នែកទី3អានុភាពរបស់វាក៏ចាប់ផ្ដើមចុះខ្សោយអសុរកាយនោះក៏បានលូតសំដៅទៅរកមករារួចហើយក៏ធ្វើឲ្យមករាប៉ាំងផ្ទប់ជាមួយនឹងដើមអំពិលទឹកក្រោយមកវាក៏ចាប់ផ្ដើមរត់ចេញពីទីនេះទៅតែតាគុយបានទាញកំបិតរបស់គាត់ស្ទុះមួយទំហឹងទៅចាក់ពីលើឆ្អឹងខ្នងរបស់វាមួយជាន់ទៀតអសុរកាយនោះក៏ចាប់ដើមក្រវាត់ក្រវែងបោកតាគុយផ្ទប់ជាមួយនឹងដើមអំពិលទឹកធំធំធ្វើឲ្យគាត់បាក់ដៃខាងឆ្វេងមួយចំហៀងមករាខណៈដែលពេលឃើញថាអសុរកាយអស់អានុភាពខ្លាំងក្លាហើយគេក៏ចាប់ផ្ដើមរត់តាមរួចហើយក៏ប្រើដៃទាំងពីររបស់គេចាប់កំបិតអដ្ឋានលោតទៅចាក់មួយទំហឹងចំឆ្អឹងខ្នងរបស់អសុរកាយបន្ទាប់ពីកំបិតអដ្ឋានរួមផ្សំជាមួយនឹងកម្លាំងមហាគង់សំណុំដែលសន្ធិដ្ឋនៅក្នុងខ្លួនរបស់នាយមករាក៏បានធ្វើឲ្យអសុរកាយនោះចាប់ផ្ដើមប្រកាច់ដេកដួលទៅលើដីទៅចំណែកឯមករាគេក៏អស់កម្លាំងកំហែងបានដេកដួលនៅទីកន្លែងនោះផងដែរអសុរកាយបានចេញពីក្នុងខ្លួនរបស់តាសែរួចហើយចាប់ផ្ដើមហោះចេញពីទីនេះតែនៅក្នុងពេលនោះតាគុយគាត់ក៏បាននឹកឃើញជំរើសចុងក្រោយគាត់ក៏ចាប់ផ្ដើមសូត្រអាគមហៅព្រាយកន្ទងខៀវនិងពពួកព្រាយបរិវារដែលឪពុករបស់គាត់បានចិញ្ចឹមកាលពីមុនគាត់មិនចង់ហៅពួកនេះមកទេដោយសារតែគាត់បានដោះលែងឲ្យពួកវាមានសេរីភាពទៅហើយក៏ប៉ុន្តែនេះគឺជារឿងតច្របន្ទាប់ពីសូត្រអាគមរួចពពួកអមនុស្សទាំងអស់ក៏ចាប់ផ្ដើមហោះសម្ដៅមកទីនេះតាគុយក៏បានបញ្ជាវាឲ្យទៅទប់ទល់ជាមួយនឹងវិញ្ញាណអសុរកាយដោយសារតែគ្មានខ្លួនមនុស្សចូលសន្ធិដ្ឋអសុរកាយក៏ពុំមានអំណាចអ្វីខ្លាំងក្លាដែរទីបំផុតក៏ត្រូវវិញ្ញាណរបស់ពពួកនាងព្រាយកន្ទងខៀវនិងព្រាយបិសាចដែលមានអំណាចផ្សេងទៀតក៏បានសម្លាប់វានិងធ្វើឲ្យវារលាយសាបសូន្យចេញពីទីនេះទៅនៅក្នុងពេលនោះអ្នកភូមិគេដែលសារតែបាត់ខ្លួនរបស់អ្នកទាំងពីរនាក់ពួកគេក៏ចាប់ផ្ដើមធ្វើដំណើរមកចុងភូមិនិងដើមភូមិក្រោយមកអ្នកភូមិក៏បានឃើញថាអ្នកទាំងពីរកំពុងតែមានរបួសធ្ងន់ធ្ងរពួកគាត់ក៏បានឃើញសាកសពក្រៀមមួយដែលជាសាកសពរបស់តាសែនោះឯងដោយសារតែគាត់ពុំមានហូបបាយហូបទឹកអស់រយៈពេលជាយូររស់នៅបានដោយសារតែវិញ្ញាណអសុរកាយសន្ធិដ្ឋនៅក្នុងខ្លួនរបស់គាត់តែប៉ុណ្ណោះក្រោយមកពួកគេក៏ចាប់ផ្ដើមនាំគ្នាជួយគ្រាអ្នកទាំងពីរនាក់នេះវិលត្រឡប់ទៅផ្ទះវិញមូលហេតុដែលអ្នកភូមិទៅរកអ្នកទាំងពីរនាក់នេះមិនឃើញដោយសារតែពួកគាត់បានឃើញចោរ4នាក់ចូលទៅក្នុងផ្ទះរកលួចគោក្របីរបស់ពូចាន់ក៏បានស្រែកហៅប្អូនប្រុសរបស់គាត់ឈ្មោះថាពូចាននេះឲ្យទៅជួយដេញចាប់ចោរទាំងអស់នោះអ្នកភូមិក៏បានដេញចាប់ចោរទាំង4នាក់នោះបានរួចហើយក៏នាំពួកគេសម្ដៅទៅផ្ទះលោកគ្រូគុយក៏ប៉ុន្តែមិនឃើញលោកគ្រូគុយនិងនាយមករានៅផ្ទះទើបពួកគាត់ចាប់ផ្ដើមដើររកអ្នកទាំងអស់គ្នាតែម្ដងទៅពេលដែលបានមកជួបស្រាប់តែឃើញអ្នកទាំងពីរនាក់នេះកំពុងតែមានរបួសធ្ងន់ធ្ងរក្រោយពីទៅដល់ផ្ទះអ្នកភូមិក៏ចាប់ផ្ដើមផ្អើលឆោឡោព្រមទាំងគ្រួសាររបស់តាគឿនផងដែរបានមកប្រជុំគ្នានៅក្រោមផ្ទះរបស់លោកគ្រូគុយតែដោយសារតែនាយមករាគេមានកម្លាំងខ្លាំងគេសម្រាកត្រឹមតែមួយសន្ទុះគេក៏អាចក្រោកឡើងរួចហើយក៏បានទៅព្យាបាលរបួសដៃលោកគ្រូរបស់គេនៅក្នុងពេលនោះឯងដោយសារតែមន្តអាគមខ្លាំងក្លានិងថ្នាំសង្កូវដែលពូកែស័ក្តិសិទ្ធិរយៈពេលប្រហែលជាជាងកន្លះខែដៃរបស់លោកគ្រូក៏អាចចលនានិងធ្វើការបានដូចជាធម្មតាមកវិញក្រោយពីរឿងហេតុបានចប់សពគ្រប់នាយមករាក៏បានផ្ដល់ដំណឹងឲ្យឪពុកម្ដាយរបស់គេចាប់ផ្ដើមលើកភ័ព្វភាបណ្ដាការចូលមកស្ដីដណ្ដឹងនាងសាវធ្វើជាប្រពន្ធដោយសារតែមរយៈនេះគេបានឃើញស្រីដែលគេកំពុងតែតាមរកហើយគឺជាស្រីកមុំសុភាពរៀបសារនិងមានអត្តចរិតល្អប្រសើរគឺជានាងសាវនេះឯងចំណែកឪពុកម្ដាយរបស់គាត់ក៏មិនប្រកែកក៏មិនសូនសានថាគ្រួសាររបស់តាគឿនគឺជាគ្រួសារអ្នកក្រដែរដោយសារតែពួកគាត់
គឺជាមនុស្សមានអត្តចរិតដូចជានាយមករាអញ្ចឹងស្រឡាញ់ភាពស្មោះត្រង់ស្រឡាញ់មនុស្សល្អមិនគិតទៅលើវណ្ណៈតើគាត់ត្រូវការអ្នកមានមកធ្វើអ្វីទៀតបើគ្រួសាររបស់គាត់មានតែកូនប្រុសភ្លោះទាំងពីរនាក់នេះទ្រព្យសម្បត្តិរបស់គាត់បើចាយមួយជីវិតក៏ចាយមិនអស់ដែរនឹងក្រោយមកពិធីមង្គលការដ៏ធំមួយក៏ចាប់ផ្ដើមកើតឡើងនៅក្នុងភូមិអ្នកភូមិចាប់ផ្ដើមនាំគ្នាស្រែកហូដោយសារតែមានគ្រួសារសេដ្ឋីបានរស់នៅក្នុងភូមិរបស់គាត់ក្រោយមកនាយមករាក៏បានសាងសង់ផ្ទះដ៏ធំមួយឪពុកម្ដាយរបស់គេក៏បានឲ្យមាសប្រាក់ជាច្រើនដើម្បីឲ្យគេមករស់នៅក្នុងភូមិនេះចំណែកឯផ្ទះខាងនោះគឺទុកឲ្យប្អូនប្រុសពៅរបស់គេមិនជឿប៉ុន្មានមករាគេក៏ចាប់ផ្ដើមរកស៊ីជីវភាពក៏កាន់តែធូរធារម្យ៉ាងទៀតដោយសារតែបានលុយកាក់ពីខាងខ្សែសេដ្ឋីនោះផងមិនជឿប៉ុន្មានគេក៏បានក្លាយទៅជាសេដ្ឋីធំមួយទៀតនៅក្នុងស្រុកភូមិមួយនេះមករាបានជួយអភិវឌ្ឍនៅក្នុងភូមិជាច្រើនជួយទៅដល់អ្នកភូមិជួយបង្កើតទីកន្លែងសម្រាប់ព្យាបាលអ្នកសប្បាយចិត្តជាងគេនោះគឺតាគុយកាលពីមុនគាត់ធ្លាប់យកសិស្សខុសក៏ប៉ុន្តែពេលនេះសិស្សចុងក្រោយរបស់គាត់នេះគឺជាមនុស្សល្អដែលកម្រមិនអាចនឹងរកបានមានទាំងលុយកាក់មានទាំងអត្តចរិតមានទាំងរូបរាងកាយសង្ហានិងកម្លាំងមាំទាំពីកំណើតទៀតផងជាពិសេសនោះគឺភាពស្មោះត្រង់តាគុយស្រឡាញ់មនុស្សមានភាពស្មោះត្រង់ខ្លាំងណាស់ក្រោយមកតាគុយក៏ត្រូវបានអ្នកកំឡោះមករានេះជួយចិញ្ចឹមបីបាច់ដល់ពេលដែលគាត់ចាស់ជរាទៅគ្រួសារមួយនេះក៏កាន់តែខ្ពស់មុខខ្ពស់មាត់បន្ទាប់ពីអ្នកកំឡោះនេះបានមករស់នៅក្នុងស្រុកភូមិដោយសារតែមានមន្តអាគមខ្លាំងក្លាមានទាំងចំណេះដឹងដូច្នេះហើយគ្មានអ្នកណាមកអាចធ្វើអ្វីទៅដល់គ្រួសាររបស់នាយមករាបានទៀតនោះទេសាច់រឿងនៃបងប្អូនទន្ទឹងរង់ចាំខ្ញុំបាទក៏សូមបញ្ចប់តែត្រឹមភាគនេះសូមអរគុណចំពោះការគាំទ្ររបស់អ្នកទាំងអស់គ្នាវីដេអូមួយនេះគឺបង្កើតឡើងសម្រាប់ចែកចាយភាពកម្សាន្តទៅដល់អ្នកស្ដាប់សូមអភ័យទោសបើសិនជាមានកំហុសខុសឆ្គងពាក្យពេចន៍សម្ដីត្រង់ណាមិនសមរម្យក៏សូមអធិស្ឋានចំពោះរូបខ្ញុំផងបាទសូមអរគុណរឿងអាគមមហាសំកាំងសិស្សក្បត់គ្រូភាគបញ្ចប់សាច់រឿងនេះយើងចាប់ផ្ដើមនិយាយបន្តពីភាគ1មកទៀតបន្ទាប់ពីលោកគ្រូគុយបានបង្ក្រាបសិស្សក្បត់របស់គាត់ហើយចាប់តាំងពីថ្ងៃនោះមកលោកគ្រូគុយគាត់ហាក់ដូចជាមានវិបដិសារីចឹងខ្លាំងមូលហេតុនោះដោយសារតែគាត់បានគិតថា